បាទសូមជម្រាបសួរបងប្អូនសាជាថ្មីម្ដងទៀតបាទនៅថ្ងៃនេះខ្ញុំថតពីសកម្មភាពកូនដែលគាត់រៀនចិញ្ចឹមត្រីហើយឥឡូវនេះគាត់ចាប់ផ្ដើមបានកូនត្រីហើយក៏នេះគឺសកម្មភាពរបស់គាត់នេះគឺគាត់ផលិតអាទីមៀដើម្បីឲ្យកូនត្រីតូចៗហ្នឹងយកទៅធ្វើជាចំណីបាទនេះគឺយើងប្រើទិញពងអាទីមៀមកហើយយើងយកមកផលិតជាកូនអាទីមៀពេលវានៅទូចៗអញ្ចឹងពិបាកនឹងការផ្ដល់ចំណីធំឲ្យអញ្ចឹងមានតែអាទីមៀដូច្នេះចំណីអាទីមៀនេះគឺល្អសម្រាប់កូនត្រីដែលទើបនឹងញាស់ហើយបាន4-5ថ្ងៃហ្នឹងឬក៏មួយអាទិត្យឡើងអញ្ចឹងទៅបាទឥឡូវគាត់ចាប់ផ្ដើមដាក់នៅចំណីមានសយោតារាងដើម្បីបាញ់ទៅតាមធុងដែលកូនត្រីបានភ្ញាស់ហើយហ្នឹងខ្លះទៅក៏បានប្របែកវាខ្លះក៏មិនទាន់បានប្របែកធុងដែលគាត់បាញ់នេះគឺសិនតែកូនដែលទើបនឹងញាស់បាន4-5ថ្ងៃមកសបុកវាអាចបានឃើញកាត់ច្រើនប៉ុន្តែមិនដឹងថានៅសល់ប្រមាណនេះវាអាចរាប់រយប៉ុន្តែចាំមើលជាក់ស្ដែងចាំមើលវាធំទៅតែមើលវាអាចបានសល់ប្រមាណដោយសារតែវាអាចនឹងងាប់ខ្លះដោយសារតកតងជាមួយនឹងកតាចំណីនេះកាលវាអត់ទាន់ចេះស៊ីអញ្ចឹងទៅឬក៏នៅជាមួយមេបាវាទៅមេបាវាមេបាខ្លះគឺចេះថែមេបាខ្លះគឺអត់ចេះថែដែរវាក្លៀនវាស៊ីកូនវាដែរអញ្ចឹងពេលនេះគឺដកមេបាចាញ់ហើយកុំឲ្យសង្ស័យអញ្ចឹងយើងដកមេបាចាញ់ឲ្យថែដាក់ចំណីអាទីមៀឲ្យវាស៊ីបងមើលឃើញនៅទីនេះសិតតែកូនត្រីបាទទូចទេប៉ុន្តែមើលអត់ចង់ឃើញវាថតអត់ចង់បានរៀងព្រិលហើយសិតតែកូនត្រីមើលបងប្អូនផ្ទៀងមើលទាំងអស់គ្នាឃើញទេឡើងខាប់វារត់ពេលដែលគាត់បាញ់ទៅគឺវារត់ណានេះ2នាក់នេះគឺបងប្អូនបង្កើត3នាក់កូនតូចមួយទៀតគេដូចជាកំឡែងកំសាន្តរបស់គេអញ្ចឹងគេនាំគ្នាដាក់ចំណីហើយមើលត្រីហែលលេងកំសាន្តនេះកូនត្រីទូចហ្នឹងមិនទាន់ធំទេមើលធំបានប៉ុណ្ណាទេចាំមើលតែឃើញជាក់ស្ដែងនៅទីនេះឃើញកើតមកច្រើនរយៈពេលអាយុវា2-3ដូចជា2សប្តាហ៍1សប្តាហ៍ជាងហើយនេះមេបារបស់គេពេលដែលគេបង្កើតហើយគេយកមកដាក់តាំងដាក់ថែបំពន់នៅចំណីយើងដាក់ចំណីទឹកអីចឹងទៅដូចជាចៃទឹកអីចឹងទៅឬក៏មានអាទីមៀនេះគាត់ឃើញសល់នេះគាត់ដាក់ឲ្យមេបាស៊ីបានដែរបាទហើយលហុងនេះក៏ល្អទៀតបាទហើយបានទុំមួយទៀតហើយសាល់មាញ់បានបេះទុំមួយឥឡូវថ្ងៃនេះបានទុំមួយទៀតហើយជាការមួយដែលនៅតាមជនបទយើងតែងតែបាទកំសាន្តឬក៏មានចំណីមានផ្លែឈើតាមបែបស្រុកស្រែបាទហើយកូនគាត់នេះជាអ្វីដែលគាត់អាចនឹងលេងសប្បាយដែរទោះបីពេលខ្លះគាត់អត់សុខគាត់តែមានត្រីក្រឹមមើលកំសាន្តបងប្អូនគាត់ហ្នឹងបាទហើយពេលទំនេរពីការសិក្សាមកគាត់ឆ្លៀតកំសាន្តតាមបាញ់ចំណីឲ្យត្រីយ៉ាងទៅនេះជាការមួយបំបត្តិការមើលទូរស័ព្ទច្រើនដែរនេះឃើញគាត់ឧស្សាហ៍អញ្ចឹងផលដែលគាត់បានផលិតមកឃើញថាមានកូនត្រីរស់មែនបាទខ្ញុំអត់ដែលមានបទពិសោធន៍អីទេប៉ុន្តែជាការសាកល្បងដែលកូនគាត់ចង់ចេះចង់រៀនដូច្នេះក៏ចាប់ផ្ដើមទិញមេបាគេមកហើយប្រកាសជាក់ស្ដែងមើលទៅឃើញថាវាកើតបានវាទោះបីជាមិនច្រើនយកទៅលក់ទៅដូរអីគេបានប៉ុន្តែជាការកំសាន្តសម្រាប់កូនសម្រាប់លក្ខណៈគ្រួសារ
សម្រាប់ឲ្យកូនមើលហើយនឹងមានក្មេងៗជាច្រើនទៀតគាត់តែងតែមើលបាទមកពេលដែលទំនេរអីចឹងទៅកូនខ្ញុំហ្នឹងបានប្រមូលគ្នាមកមើលថាអូផ្ទះខ្ញុំមានកូនត្រីបាទមានត្រីក្រឹមស្អាតអញ្ចឹងទៅគាត់មកមើលកំសាន្តជាមួយគ្នាជាលក្ខណៈប្រកបតំណងជាមួយនឹងគ្នាសម្រាប់ក្មេងៗនៅក្នុងភូមិហ្នឹងបាទនេះជាមេបាដែលយើងបានប្រកាសឲ្យមួយសារហើយឃើញថាបានជោគជ័យមានកូនប៉ុន្តែមិនទាន់ដឹងថាធំទៅវាបានផលប៉ុន្មានទេកំពុងតែជាក់ស្ដែងចាំមើលថាធំចាំចេញវីដេអូថែមទៀតបាទនេះគឺសិតតែជាកូនក្រោមហ្នឹងសិតកូនខាងលើនេះមេបាយើងដាក់កំប៉ុងប៉ុណ្ណឹងក៏បានបាទដាក់លឹកឆាត់ដាក់អំបិលបន្តិចទៅអាសាដូរទឹកវាកុំឲ្យវាស្អុយទឹកតាន់ពីព្រោះដាក់ចំណីអញ្ចឹងទៅយើងការចំណីវាអាចធ្វើឲ្យស្អុយទឹកហើយមេបាវាសុខភាពអត់សូវល្អវាអាចងាប់ដែរអញ្ចឹងនេះជាបទពិសោធន៍ខ្លះដែលចាំជាក់ស្ដែងទៅឃើញថាមានមេបាខ្លះអាចងាប់ដែរដោយសារយើងខ្វេះប្រហែសក្នុងការថែរក្សាទឹកបាទជានៅទីនេះយើងបានដូរទឹកហើយយើងដាក់ទឹកឆាត់នឹងទឹកនឹងបរដុំដាក់តិចទៅបាទ2 3គ្រាប់ទៅទឹកឆាត់មួយចំណិតទូចទៅដល់ឲ្យវាឃើញឲ្យវាមានលឹកហ្នឹងវាអាចជួយកាត់បន្ថយជាតិស្អុយទឹកបានបាទនេះជាវីដេអូដែលកំសាន្តសប្បាយជាមួយនឹងកូនសង្ឃឹមថាបងប្អូនទាំងអស់គ្នាពេញចិត្តនៅក្នុងការទស្សនានេះជាការកំសាន្តហើយជួយចុច like subscribe ដើម្បីនឹងទទួលបានវីដេអូថ្មីបន្ថែមទៀតដែរនៅក្នុងនេះគឺកូនត្រី7ពណ៌នៅក្នុងពាងហ្នឹងគឺមានធំហើយច្រើនដែរក្នុងពាងបាទហើយនៅខាងនេះមានមួយពាងទៀតហើយនៅក្នុងមួយពាងហ្នឹងមានកូនត្រី7ពណ៌មេបារបស់វាហ្នឹងហើយរត់ព្រាតវិញហ្នឹងមានពងខ្យងនេះគឺគេហៅខ្យងបើខ្យងជប៉ុនគេហើយយកមកគឺជាក់ស្ដែងញាស់បានច្រើនណាខ្យងហ្នឹងបាទតែជាលក្ខណៈគ្រួសារហើយស្ងោបានមួយសាពីរសាដែរមេវាបាទហើយអានេះគឺស្រឡាញ់ដើមលហុងនេះទូចទេបាទផ្លែពេញចិត្តតែម្ដងបាទដីល្អហើយកលែងមើលកន្លែងចំនេះគឺរៀននេះមិនបំណងធ្វើដើម្បីត្រីក្រឹមទេគឺធ្វើលក់សាំងទេតែឈប់លក់សាំងទៅក៏យកអាតនើហ្នឹងឆ្នៃមកដាក់ត្រីក្រឹមវិញបាទកុំឲ្យយើងធ្វើឲ្យខាតអញ្ចឹងអត់ខាតទេយើងយកមកឆ្នៃធ្វើជាកន្លែងតនើដាក់ចិញ្ចឹមត្រីក្រឹមបាទជាលក្ខណៈសប្បាយកំសាន្តដែលកូនគាត់ចូលចិត្តបាទអញ្ចឹងវីដេអូនេះគឺបងប្អូនមើលទៅកំសាន្តជាមួយគ្នាដែរបាទឃើញមេបារបស់វាក្មេងៗចូលចិត្តណាហើយវាសប្បាយរីករាយក្នុងការចិញ្ចឹមហើយពេលខ្លះឬក្មេងៗថាវាយកទៅពេលធំទៅកូនវាយកទៅជល់គ្នាកំសាន្តអីចឹងទៅបាទអញ្ចឹងសូមអរគុណបងប្អូនអរគ្នាដែលបានចូលទស្សនាបាទសូមជម្រាបលាសូមអរគុណសូមសុខសប្បាយទាំងអស់គ្នា